Bạn nhầm bằng hai nhầm vì là việc này cả bảo pra từ lời thú muối để bằng pro code bàn comment từ lời cả bảo pra nếu bây để code miền cái hao thai chi vít ô từ lời sản phẩm nôm code rồi có bật hiện cầm hồn code rồi có nó không cảm thi muối ở phần tay code bảo bạ hàng cái yo video đào original lắm một bộ bé từ trên transcript ya so sạc mai dưới rồi có nó không bị xa rồi bỏ tiếp xin tiền ở lớp trong năng ưu tiên họ tha trong năng miền resort mùi để chỉ resort នេះគឺប្រើសម្រាប់ជាឧទាហរណ៍ហើយខ្ញុំបានតេស្តដែរជា resort ដែលប្រសាសន៍របស់រដ្ឋាភិបាលដែលមានសម្ដេចធិបតីដែលលោកបានមានប្រសាសន៍ហើយគាត់ចង់បានអត្ថបទនោះដើម្បីបកប្រែអញ្ចឹងនៅពេលដែលយើងមានប្រភេទអត្ថបទអាចថាជាវីដេអូក៏បានជា MP3 ក៏បានដែរបងប្អូនអាចដាក់មួយណាក៏បានដែរអានេះខ្ញុំគាត់ថានេះគឺជា tool មួយដែលខ្ញុំធ្វើដើម្បីបកប្រែជាសាច់រឿងប៉ុន្តែយកមកប្រើនៅក្នុង translation ឬក៏ transcript នៅក្នុងការប្រើប្រាស់លើប្រភេទវីដេអូផ្សេងៗក៏ប្រើបានដែរនៅពេលខ្ញុំ upload ចូលអានេះគឺជាប្រភេទនៃគេហៅថាជា narrative mood អាចជា professional friendly ឬក៏អីផ្សេងៗ dramatic ចឹងទៅឥឡូវនេះខ្ញុំនឹងចាប់ផ្ដើម start AI Studio Engine វាគឺចាប់ផ្ដើម generate អញ្ចឹងអាចរងចាំប្រហែលជាខ្ទង់អាចមួយនាទីហ្នឹងវានឹងចាប់ផ្ដើម generate បានហើយវាអាស្រ័យទៅលើប្រភេទ computer របស់បងប្អូនឬក៏ជាប្រភេទទៅលើអ៊ីនធឺណិតទេវាអាស្រ័យទៅលើជាក់ស្ដែងអញ្ចឹងណាឬក៏ជាប្រភេទវីដេអូនឹងវែងឬខ្លីវីដេអូនឹងវា quality ខ្ពស់ឬក៏ high resolution នេះគឺអាស្រ័យលើប្រភេទវីដេអូបងប្អូនអស់ទេនេះគឺជាប្រភេទទាំងអស់ហ្នឹងឯងដោយសារ tool ខ្ញុំមាន12ដែលថាខ្ញុំបង្កើតឲ្យបងដែលគាត់ចង់យកប្រើទៅក្នុងការបកស្អីរឿងនេះក៏ជា tool មួយទៀតដែរអញ្ចឹងវាជាប្រភេទផ្សេងៗអញ្ចឹងតម្រាំតែនេះវា translate ហើយអញ្ចឹងខ្ញុំនឹងអាចណែនាំទៅលើ tool ផ្សេងទៀតចំណែក tool នេះគឺជាប្រភេទ tool ដែលគេហៅថាជា Matic AI Prompt Studio ដែលខ្ញុំប្រើជាទូទៅគឺខ្ញុំផ្ដោតទៅលើអាជីវកម្មដែលខ្ញុំតែនិយាយពីមុនមកអញ្ចឹងណាអានេះគឺជាប្រភេទដែលគេហៅថាជាផ្នែក design studio និងជា tool product ផ្សេងអញ្ចឹងយកអត់ទាន់បានលើមកហើយអញ្ចឹងឥឡូវខ្ញុំបង្ហាញប្រភេទទាំងអស់នេះសិនបាទដោយសារខ្ញុំបានហើយអញ្ចឹងបងប្អូនឃើញនៅពេលដែលយើងប្រើវាចេញជាប្រភេទភាសាខ្មែរផងភាសាអង់គ្លេសផងនេះ speaker នេះឃើញទេអញ្ចឹងនៅក្នុងនេះគឺវាអាចជួយខ្ញុំបានច្រើនតាក់ទងនឹងប្រភេទទាំងអស់ហ្នឹងបើសិនជាខ្ញុំចង់បាន audio នេះក៏បានប៉ុន្តែខ្ញុំអត់ចង់បានគឺខ្ញុំផ្ដោតទៅលើ transcript translate បានហើយអញ្ចឹងខ្ញុំអត់ចង់ copy download មួយឯនេះហើយនេះក៏វាអាច generate សំឡេងទៅ AI អានក៏បានដែរអញ្ចឹងខ្ញុំដល់ពេលខ្ញុំបានហ្នឹងខ្ញុំគាត់ export នេះកន្លែង export នេះវាមាន transcript ហើយវាមាន subtitle ប៉ុន្តែជាទូទៅ subtitle វាមិនបានsoftphone នេះស្អាតទេខ្ញុំគាត់បង្ហាញ transcript ដែលជាមួយខ្ញុំ download transcript នេះមកហើយវានឹងរត់ទៅកន្លែង download ចុះហើយខ្ញុំបើកវាមើលអញ្ចឹងនៅក្នុងនេះដល់ពេលដែលបងប្អូនធ្វើការបកបងប្អូនគាត់បើកចេញវាបន្តិចមកវានឹងបកឲ្យយើងនៅក្នុងពេញតែម្ដងបាទនេះខ្ញុំសូមបរិយាធំបន្តិចបាទពេញតែម្ដងគឺប្រភេទទាំងអស់ហ្នឹងនេះអញ្ចឹងវាមានតាមពេលវេលាវានេះខ្ញុំបរិយាធំទៅនេះតាមពេលវេលានេះគឺជាម៉ោងនេះជាអង់គ្លេសហើយនេះគឺជាអ្វីដែលសម្ដេចធិបតីលោកមានប្រសាសន៍សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងបាទព្រះរាជាគណៈព្រះធេរានុធេរៈគ្រប់ព្រះអង្គអញ្ចឹងទៅហ្នឹងគឺជាប្រភេទមួយដែលលោកបានមានប្រសាសន៍នៅក្នុងឃ្លាហ្នឹងប៉ុន្តែនៅពេលដែលក្រុមការងារឧទាហរណ៍ក្រុមការងារហ្នឹងគាត់ចង់យកទៅបកប្រសាសន៍ដល់ពេញជាអក្សរអញ្ចឹងបងប្អូនត្រូវស្ដាប់បដាត្រូវអង្គុយបដាអញ្ចឹងវាលំបាកអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរៀបពី tool នឹងមួយដើម្បីងាយស្រួលសម្រាប់ទៅលើការបកប្រែឲ្យច្រើនបងប្អូនមិនតិចទេអញ្ចឹងបាន tool នឹងវាហៅ you អញ្ចឹងលោកមានប្រសាសន៍ច្រើនដូចជាប្រមាណនាទីហើយដែលយើងតាមមើលទៅលើប្រភេទវីដេអូហ្នឹងបាទនេះគឺជាភាសាជាវីដេអូពេញដែលខ្ញុំបានមកជាមួយខ្ញុំទីតម្លាក់នៅក្នុងកម្មវិធីខ្ញុំបន្តិចបាទដូចជាប្រមាណនាទីទេខ្ញុំសូមមើលសិនបាទ12នាទីជាងបាទ12នាទីជាងអញ្ចឹង12នាទីហ្នឹងគឺយូរហើយអញ្ចឹងនេះគឺជាប្រភេទមួយដែលខ្ញុំចង់បង្ហាញ tool ថានៅពេលដែលយើងមានបច្ចេកវិទ្យាយើងវាមានន័យថាគឺវាជួយយើងបានច្រើនតាមអ្វីដែលយើងអាចធ្វើបានហើយឆ្នៃហើយសម្រាប់ tool ទាំងអស់ហ្នឹងបងប្អូនរៀនទៅគឺអត់ពិបាកទេបងប្អូនគាត់ build ខ្លួនឯងបង្កើតខ្លួនឯងតាមការឆ្នៃខ្លួនឯងទេអានេះខ្ញុំគាត់ build ឲ្យវាអត់ទាមទារលើចេះកូដទេអានេះគឺជាអ្វីដែលបច្ចេកវិទ្យាវាជួយពន្លឿនការងារយើងពីមុនមកបងប្អូនត្រូវតែស្ដាប់ត្រូវអង្គុយតែសេហើយបន្ទាប់មកត្រូវទៅបកប្រែជាភាសាអង់គ្លេសទៀតឥឡូវអត់បញ្ហាបងប្អូនคลิกតែត្រឹមតែ1នាទី
គឺវាជួយខាងយើងបានលឿនតែមែនតើឃើញទេហ្នឹងគឺជាអ្វីដែលខ្ញុំចង់ចែកលេខប៉ុណ្ណឹងហើយនេះគឺជា tool មួយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ហើយអាចតទៅមកកម្មយក tool ទៅប្រើប្រាស់បាទគឺវា free បាទវា free ឲ្យវាអត់ទាមទារបង់លុយច្រើនទេបាទមានន័យថាបងប្អូនត្រូវការ tool នឹងជាវ tool នឹងតែម្ដងទៅគឺបានប្រើហើយបាទយើងជួបគ្នាសម្រាប់វីដេអូក្រោយទៀតអរគុណ